ប្រទេសចិននិងប្រទេសជប៉ុនបានធ្លាក់ចូលទៅក្នុងសង្គ្រាមពាក្យសម្ដីយ៉ាងក្តៅគគុកជុំវិញកោះតៃវ៉ាន់បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុនលោកស្រីសាណេតាកៃជីបានប្រាប់សភានៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2025ថាបើចិនវាយកកោះតៃវ៉ាន់ប្រទេសជប៉ុននឹងស្ថិតក្រោមការគំរាមកំហែងសម្រាប់ជប៉ុនការថ្លែងបែបនេះរបស់នាយករដ្ឋមន្ត្រីនៅចំពោះមុខសភាគឺជាការបើកផ្លូវសម្រាប់ទីក្រុងតូក្យូដាក់ពង្រាយកងកម្លាំងការពារជាតិរបស់ខ្លួនដើម្បីទប់ចិនការពារតៃវ៉ាន់នេះបើយោងទៅតាម Reuters បាទមានភាពតានតឹងយ៉ាងខ្លាំងក្រោយពីនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុនលោកស្រីសាណេថាខៃជីបានសម្ដែងមតិថាគាត់នឹងការពារតៃវ៉ាន់ពីការឈ្លានពានរបស់ចិនគឺជាសង្គ្រាមពាក្យសម្ដីហើយតើវាអាចខ្លាយទៅជាសង្គ្រាមក្តៅដែរឬទេគ្មានអ្នកណាដឹងទេតាមរយៈសេចក្តីថ្លែងការណ៍ដ៏ចម្រូងចម្រាសរបស់លោកស្រីថាខាជីនេះធ្វើឲ្យចិនមានការខឹងសម្បារយ៉ាងខ្លាំងហើយបានដកទូតចេញពីប្រទេសជប៉ុនហើយក៏បានព្រមានប្រជាជនរបស់ខ្លួនកុំឲ្យទៅធ្វើការទេសនកិច្ចឬក៏ទេសចរនៅប្រទេសជប៉ុនជាសញ្ញាមួយមិនល្អមិនដឹងថាវាអាចខ្លាយទៅជាសង្គ្រាមលោកលើកទី3ដែរឬក៏ទេហើយយើងអត់ដឹងទេណាការបង្រួមតៃវ៉ាន់ជាមួយចិនគឺជាបំណងតែមួយគត់ហើយប្រហែលជាបំណងចុងក្រោយរបស់ចិនផងដែរហើយបើសិនយើងមើលចំហរបស់ចិនកន្លងមកគ្មានអ្នកណាអាចរារាំងគោលបំណងនេះបានទេខ្ញុំអត់ដឹងទេថាតើជប៉ុននិយាយឲ្យនឹងធ្វើដែរឬក៏អត់ហើយតើជប៉ុនអាចរារាំងចិនពីការបង្រួបបង្រួមជាមួយតៃវ៉ាន់ដែរឬទេអាហ្នឹងក៏ខ្ញុំអត់ដឹងដែរហើយខ្ញុំនឹងមិនពិភាក្សារឿងនេះទេប៉ុន្តែអ្វីដែលខ្ញុំចង់ពិភាក្សានៅក្នុងវីដេអូនេះគឺថាចិនហើយនិងតៃវ៉ាន់គឺជាប្រទេសតែមួយទេឥឡូវយើងមើលប្រវត្តិសាស្ត្ររបស់ចិនបន្តិចទៅក្រោយពីសង្គ្រាមលោកលើកទី2ចប់នៅឆ្នាំ1945 4ឆ្នាំក្រោយមកមានបដិវត្តនៅប្រទេសចិនហើយបានផ្ដួលរំលំរដ្ឋាភិបាលរបស់លោកឈៀងកៃសេកដែលដឹកនាំដោយលោកម៉ៅសេតុងឈៀងកៃសេកក៏បានភៀសខ្លួនទៅនៅកោះតៃវ៉ាន់ដោយនាំជាមួយអ្នកស្មោះត្រង់ហើយនឹងទាហានប្រហែលជា1លានទៅ1លាន2សែននាក់ប៉ុន្តែនៅពេលនោះកោះតៃវ៉ាន់ក៏មានប្រជាជនចិនរស់នៅទីនោះហើយដែរប្រហែលជា6លាន5សែននាក់កោះតៃវ៉ាន់គឺជាដែនដីមួយរបស់ចិនប៉ុន្តែធ្លាប់គ្រប់គ្រងដោយជប៉ុនដោយសារជប៉ុនដាក់អាណានិគមលើទីនោះប៉ុន្តែក្រោយពីជប៉ុនចាញ់សង្គ្រាមលោកលើកទី2ឆ្នាំ1945មកមួយឆ្នាំក្រោយមកនៅឆ្នាំ1946ប្រជាជនជប៉ុនក៏ដូចជាទាហានជប៉ុនប្រហែលជា5សែននាក់ក៏ធ្វើមាតុភូមិនិវត្តទៅកាន់ប្រទេសជប៉ុនវិញអញ្ចឹងបងប្អូនអរគុណតាមឲ្យតណាឈៀងកៃសេកគឺជាមេដឹកនាំរបស់ប្រទេសចិនប៉ុន្តែរត់ភៀសខ្លួនទៅនៅតៃវ៉ាន់នៅពេលនោះអង្គការសហប្រជាជាតិទទួលស្គាល់រដ្ឋាភិបាលរបស់លោកឈៀងកៃសេកដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់ហើយអត់ទទួលស្គាល់លោកម៉ៅសេតុងដែលជាមេដឹកនាំថ្មីរបស់ចិនដីគោកទេឈៀងកៃសេកដែលរស់នៅដែលភៀសខ្លួននៅតៃវ៉ាន់ប្រកាសថាមានចិនតែមួយទេហើយរដ្ឋាភិបាលស្របច្បាប់របស់ចិនគឺនៅកោះតៃវ៉ាន់ចិនដីគោកគឺជាផ្នែកមួយនៃកោះតៃវ៉ាន់ហើយអង្គការសហប្រជាជាតិទទួលស្គាល់រដ្ឋាភិបាលរបស់លោកឈៀងកៃសេករហូតដល់ថ្ងៃទី25តុលាឆ្នាំ1971ប៉ុន្តែនៅពេលនោះនយោបាយប្រែប្រួលអង្គការសហប្រជាជាតិបានចេញនៅដំណោះស្រាយមួយលេខ2758បោះឆ្នោតប្រច្រាស់ឈប់ទទួលស្គាល់កោះតៃវ៉ាន់ហើយឈប់ទទួលស្គាល់រដ្ឋាភិបាលរបស់លោកឈៀងកៃសេកជារដ្ឋាភិបាលស្របច្បាប់ដកកៅអីរបស់តៃវ៉ាន់ពីអង្គការសហប្រជាជាតិហើយបញ្ចូលកៅអីរបស់ចិនដីគោកដែលដឹកនាំដោយលោកម៉ៅសេតុងជាសមាជិករបស់អង្គការសហប្រជាជាតិវិញអញ្ចឹងនៅពេលហ្នឹងចិននៅតែមានគោលនយោបាយចិនតែមួយដដែលប៉ុន្តែនៅពេលនេះរដ្ឋាភិបាលស្របច្បាប់របស់ចិនគឺចិនដីគោកដឹកនាំដោយលោកម៉ៅសេតុងមិនមែនតៃវ៉ាន់ដែលដឹកនាំដោយឈៀងកៃសេកទៀតទេចាប់ពីពេលនោះមកតៃវ៉ាន់គឺជាផ្នែកមួយរបស់ចិនម្ដងពីដើមឡើយមានចាប់តាំងពីឆ្នាំ1949រហូតដល់ឆ្នាំ1971ចិនជាផ្នែកមួយរបស់តៃវ៉ាន់ប៉ុន្តែចាប់តាំងពីឆ្នាំ71មកតៃវ៉ាន់គឺជាផ្នែកមួយរបស់ចិនអញ្ចឹងយើងឃើញថាចិននិងតៃវ៉ាន់គឺជាប្រទេសតែមួយទេណាហើយនេះគឺជាមូលហេតុតែមួយគត់ក៏ជាគោលបំណងចុងក្រោយដែរដែលចិនត្រូវតែបង្រួមជាមួយតៃវ៉ាន់មកកើតបានជាចិនតែមួយតែសំណួរចុងក្រោយនេះតើជប៉ុនអាចរារាំងចិនមិនអោយ
បង្រួមជាមួយតៃវ៉ាន់បានដែរឬទេ